សម្រាប់ថ្ងៃនេះដែរខ្ញុំមកបានធ្វើមុខម្ហូបអីច្រើនទេបងប្អូនប៉ុន្តែមកជារបស់ញ៉ាំលេងណាបែបលក្ខណៈថាស្រួយអញ្ចឹងទៅហើយបើនិយាយពីត្រាវនេះវិញយើងឆាប់ឲ្យឡើងស្រួយហើយយកមកឆាជាមួយនឹងទឹកស្ករបែបនេះបងប្អូនពេលញ៉ាំទៅគឺថាលក្ខណៈថាស្រួយផ្អែមជក់មាត់ហ្មងហ្នឹងគ្រាន់តែកាច់មកគឺថាលក្ខណៈស្រួយឡើងប្រៅតែម្ដងបងប្អូនឮតែសំឡេងក៏ដឹងដែរថាជាតិកម្រិតណាសំខាន់ត្រាវឡើងស្រួយឆ្ងាញ់ប៉ុន្តែម្នាក់ធ្វើមុខជូរអីណាថ្ងៃមុនខ្ញុំធ្វើបង្អែមបបរត្រាវញ៉ាំមកបងប្អូនដល់ពេលហើយនៅសល់ត្រាវមើមនឹងឯងក៏នឹកថាចង់យកមកឆាបញ៉ាំតែម្ដងទៅជាដំបូងហ្នឹងខ្ញុំចិត្តសវកវាឲ្យស្អាតអស់បន្ទាប់មកខ្ញុំពុះវាជាពីរហើយយើងយកវាទៅលាងទឹកឲ្យអស់ជាតិម្សៅយើងលាងពី3ទឹកទៅបន្ទាប់ពីលាងស្អាតហើយយើងដាក់ទឹកស្អាតយើងចូលជាមួយនឹងអំបិលបន្ទាប់មកទៀតខ្ញុំយកកវិតមុតពីរហ្នឹងមកឈូសវាជាប្រទេសបែបហ្នឹងបងប្អូនដូចក្នុងវីដេអូអញ្ចឹងសម្រាប់ត្រាវមើមមិញហ្នឹងគឺថាខ្ញុំឈូសបានកធុនប៉ុណ្្នឹងឯងបងប្អូនច្រើនគួរសមដែរហ្នឹងសម្រាប់ត្រាវនេះដែរពេលចិត្តហើយគឺខ្ញុំត្រាំទឹកវារយៈពេល15នាទីបងប្អូនបន្ទាប់ពី15នាទីក្រោយចាំយើងយកវាមកលាងសម្អាតទឹកសាច់ជាថ្មីពី3ទឹកអីអញ្ចឹងទៅបន្ទាប់មកទៀតខ្ញុំដាក់ម្លែកជាមួយនឹងកញ្ឆេង2យើងដាក់សដលវាឲ្យស្រស់ទឹកប្រហែលរយៈពេល1ម៉ោងអីទៅហើយបើសិនជាសល់ទឹកសើមអីហ្នឹងយើងអាចយកกระดาษអីមកជូតផ្ដិតវាឲ្យស្ងួតសិនចាំយើងយកវាទៅបំពងបន្ទាប់ពីដាក់ប្រេងឆាទឹកឲ្យឡើងក្តៅហ្នឹងក៏ឆ្លៀតមកលួចបេះភ្ញៀវក្រោយតែបន្តិចភ្ញៀវនេះតាមពិតទៅអត់ទុំខ្លាំងទេបងប្អូនប៉ុន្តែឆ្លៀតបេះយកទៅទុកភ្លុកខ្លះអញ្ចឹងមកវិញហ្នឹងប្រេងឆាយើងក៏បានឡើងក្តៅល្មមហើយយើងចាប់ផ្ដើមដាក់ត្រាវចូលទៅហើយយើងត្រូវកូរវាឲ្យជាប់ដៃរហូតកុំឲ្យវាខ្លោចតែម្ខាងមើលតែឡើងស្រួយហើយយើងចាប់ផ្ដើមស្រង់ចេញហើយដាក់បំពងសាជាថ្មីអញ្ចឹងទៅសម្រាប់ភ្លើងវិញគឺថាយើងប្រើរៀងក្តៅបន្តិចបើយើងដាក់ភ្លើងស្ទើរហ្នឹងត្រាវយើងអាចនឹងជក់ខ្លាំងមើលថាឡើងស្រួយឆ្អិនហើយហ្នឹងយើងចាប់ផ្ដើមស្រង់ចេញបន្ទាប់មកទៀតខ្ញុំមកដាក់ស្ករសម្រាប់ត្រាវនេះខ្ញុំមកលើជា2ខ្ញុំដាក់ឆឹងជាមួយនឹងស្ករខ្លះយើងទុកញ៉ាំក្រៅខ្លះយើងដាក់ស្ករហើយយើងដាក់ទឹកសូស្អាតយើងចូលហ្នឹងបងប្អូនកូរវាឲ្យឡើងពុះបែបនេះទៅយើងដាក់ត្រាវចូលទៅរួចរាល់ហើយយើងបន្តកូរវាឲ្យឡើងស្ងួតបែបនេះត្រាវយើងនឹងឡើងស្រួយវិញតែម្ដងជាពិសេសយើងកូរវារៀងថ្នមកុំឲ្យបែកប្រទេសត្រាវយើងមើលតែឡើងស្ងួតហើយយើងចាប់ផ្ដើមលើកចេញមកប៉ុណ្ណឹងរួចរាល់ហើយបងប្អូននេះគឺជាត្រាវដែលយើងឆឹងទឹកស្ករហើយម្ខាងនេះវិញគឺជាត្រាវដែលយើងឆាបហើយលក្ខណៈកាច់មកឡើងស្រួយផុសតែម្ដងមកនេះធ្វើញ៉ាំតាមឡានឬក៏ញ៉ាំពេលមើលរឿងអីហ្នឹងគឺត្រូវមកស្រួយនិយាយពីឆ្ងាញ់ដល់ឆ្ងាញ់ជាកាត់សេរីរួចហើយឆ្ងាញ់ហោះហ្មងសំខាន់បងប្អូនមើលត្រាវយើងបងជាមួយនឹងប្រេងឆាច្រើនមែនប៉ុន្តែអត់មានជក់ខ្លាំងសូម្បីតែបន្តិចមើលគឺថាឡើងស្ងួតចាស់ហ្មងសំខាន់ឡើងស្រួយឆ្ងាញ់នេះយើងបងយើងយកទៅឆាបជាមួយនឹងស្ករអូនណាពីហ្នឹងចូលចិត្តមួយណានេះអងនេះក្មេងចូលចិត្តមែនឥឡូវយើងញ៉ាំត្រាវហើយបងប្អូនមកព្រោះភ្ញៀវខ្ញុំសំខាន់ភ្ញៀវនេះដើមខ្លួនឯងយើងបេះថ្មីគាត់បន្ទាប់ពីញ៉ាំត្រាវហ្នឹងហើយក៏នាំអូនទៅតំណាក់មកភ្លក់ជាមួយនឹងភ្ញៀវចង់ដឹងថាជូរក៏ផ្អែមបងប្អូនអាចទស្សនាវីដេអូនេះបានដឹងគឺថាដឹងចម្លើយតែម្ដងហ្នឹងហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អទៅណាមកណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត